នៅថ្ងៃទី7ខែមីនាឆ្នាំ2026នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទៅសេសាបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចពាក់ព័ន្ធនឹងការជួយសម្រួលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះដែលមានខ្លឹមសារដូចតទៅនេះដោយតែបានរៀបចំជាច្រើនឆ្នាំកន្លងមកដើម្បីជួយសម្រាប់បន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនៅរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរៀបចំរថយន្តក្រុងចំនួន600គ្រឿងសម្រាប់បម្រើសេវាកម្មដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ2026ខាងមុខនេះចំនួន6ថ្ងៃដោយគិតចាប់ពីថ្ងៃទី12ដល់ថ្ងៃទី17មេសាឆ្នាំ2026ដោយក្នុងនោះរួមមាន 1. សេវាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិដីជោ Airport Express Bus ដោយប្រើប្រាស់រថយន្តក្រុងចំនួន100គ្រឿងនិង 2. សេវាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនិងពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញដោយប្រើប្រាស់រថយន្តក្រុងចំនួន500គ្រឿងដោយបែងចែកជាខ្សែរថធំៗចំនួន6គោលដៅព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗទៅតាមគោលដៅដែលបានកំណត់អាស្រ័យហេតុដូចនេះសូមបងប្អូនកម្មករនិយោជិតនិងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបនិងចូលរួមធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារជាពិសេសទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនានាតាមរយៈរថយន្តក្រុងរបស់រដ្ឋាភិបាលស្វ័យយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញចាប់ពីថ្ងៃទី12ដល់ថ្ងៃទី17ខែមេសាឆ្នាំ2026ប្រកបដោយសុវត្ថិភាពនិងផាសុកភាពទាំងអស់គ្នាពីខ្ញុំបាទសេងខ្មែរ